បាទសួស្តីបងប្អូនទាំងអស់គ្នាបាទវិលមកជួបគ្នាសារជាថ្មីទៀតហើយបងប្អូនព្រឹកនេះដែរគឺឲ្យចំណីមន់ឲ្យក្របអង្គបងប្អូននេះក៏ដោយជាការสนับสนุนរបស់បងប្អូនយើងឲ្យជួយណែនាំពីការឲ្យចំណីមន់ដល់ក្របអង្គបងប្អូនក៏ចេញវីដេអូខ្លីៗមួយប្រាប់បងប្អូនពីរបៀបឲ្យបើសិនជាបងប្អូនមានវត្ថុធាតុដើមផ្សំច្រើនបងប្អូនអាចផ្សំលេខបានតែដោយសារខ្ញុំបាទមិនសូវជាមានពេលទំនេរប៉ុន្មានទេបងប្អូនក៏ដាក់ឲ្យតែក្របអង្គទៅប៉ុន្តែមួយវិញទៀតសោតបើសិនជាបងប្អូនអោយតែក្របអង្គបងប្អូនមិនបាច់ឲ្យច្រើនទេបងប្អូនព្រោះអង្គនេះគឺផ្ដល់ជាតិប្រូតេអ៊ីនច្រើនផ្ដល់ជាតិប្រូតេអ៊ីនខ្ពស់បងប្អូនបើបងប្អូនផ្ដល់ឲ្យច្រើនអាចធ្វើមិនធិតបងប្អូនធិតទៅវាដូចមិនញីវិញគឺមិនសូវជាពងច្រើនប្រហែលទេបងប្អូនដោយសារវាថិតទៅខ្លាញ់វារំនៅខាងក្នុងបងប្អូនបើបងប្អូនអោយដូចអោយស្ម័គ្រមាត់មិនបងប្អូនដូចមិនខ្ញុំតែប៉ុណ្ណេះទេខ្ញុំដាក់ឲ្យមួយកំប៉ុងបងប្អូនប៉ុន្តែបើមិនបងប្អូនច្រើនជាងនេះបងប្អូនដាក់ឲ្យ2កំប៉ុងឬក៏1កន្លះទៅបានហើយបងប្អូនឲ្យច្រើនពេកអាចធ្វើឲ្យមិនប៉ុន្តែបើសិនជាបងប្អូនចង់ឲ្យច្រើនបងប្អូនត្រូវមានបន្លែបងប្អូនត្រូវលាយបន្លែលាយជាមួយអង្ករបងប្អូនដាក់ដើម្បីកុំឲ្យវាស៊ីតែក្របអង្ករពេកហើយចំណីមួយទៀតក៏ចំណីដែលធ្វើឲ្យมันធំធាត់ល្អកូនมันធំធាត់ល្អហើយធ្វើឲ្យមានពងច្រើនញើសមកល្អទៀតបងប្អូនគឺមិនងាយខូចពងងាយខូចចំណីនោះខ្ញុំនឹងប្រាប់នៅចុងវីដេអូបងប្អូនបើបងប្អូនចង់ដឹងចង់តាមដានរហូតដល់ចប់បងប្អូននឹងដឹងថាចំណីនោះជាចំណីអីហើយបងប្អូនងាយeasy មិនបាច់ចំណាយថវិកាច្រើនទេបងប្អូនដើរតែក្នុងភូមិក៏បានដែរចំណីនោះប៉ុន្តែមនុស្សប្រាប់ក៏ប្រាប់ពីរបៀបឲ្យចំណីដោយក្របអង្គមុនសិនបងប្អូនក្របអង្គនេះបងប្អូនឲ្យតែ2ពេលបានហើយបងប្អូន2ពេលនោះគឺមានម៉ោងឲ្យទៀតបងប្អូនបើបងប្អូនមានពេលទំនេរបងប្អូនឲ្យតាមម៉ោងនេះបានប៉ុន្តែបើបងប្អូនអត់មានពេលទំនេរបងប្អូនឲ្យពីព្រឹកអស់ហើយតែម្ដងទៅបងប្អូនចឹងម៉ោងដែលគួរផ្ដល់ចំណីឲ្យមន់គឺម៉ោង8ទៅម៉ោង9ព្រឹកបងប្អូនម៉ោង8ទៅម៉ោង9ព្រឹកគឺម៉ោងនោះគឺជាម៉ោងល្អឲ្យចំណីមន់ទៅអាចធ្វើឲ្យมันឆ្អែតដល់ទៅពេលថ្ងៃរសៀលនោះបងប្អូនដោយសារអីយើងឲ្យម៉ោងនោះដល់ពេលម៉ោងថ្ងៃគឺมันចេញរោគស៊ីខ្លួនឯងតិចទៅវាឆ្អែតល្មមម៉ោងឲ្យម្ដងទៀតគឺម៉ោង2ទៅម៉ោង3រសៀលបងប្អូនម៉ោងឲ្យម្ដងទៀតគឺតែ2ពេលទេបងប្អូនមកបងប្អូនឲ្យដល់ក្របអង្គហើយដើម្បីកុំឲ្យបងប្អូនរងចាំយូរខ្ញុំបាទក៏ប្រាប់ពីការឲ្យចំណីមួយបែបទៀតធ្វើឲ្យមិត្តថិតធំនិងពងបានច្រើនបងប្អូនគឺទី1គឺកន្ទក់បងប្អូនកន្ទក់នោះគឺយើងយកកន្ទក់ម៉ត់ណាបងប្អូនកន្ទក់ម៉ត់ហើយនឹងមួយទៀតគឺអាហារជ្រូកអាហារដែលយើងទិញឲ្យកូនជ្រូកណាបងប្អូន
អាហារដែលយើងទិញឲ្យកូនជ្រូកហើយរបៀបផ្សំមិនពិបាកទេបងប្អូនកំណត់ចំណីដែលឲ្យសមាមាត្រនឹងមិនយើងទៅបើដូចមិនច្រើនជាងនេះគុណនឹង3ស្មើដូចថាមិនចំនួនប៉ុណ្ណេះគុណនឹង3មកបងប្អូនឲ្យដាក់កន្ទក់មកកូនចាន់ដែកតូចបងប្អូនកូនចាន់ដែកតូចនិងអាហារជ្រូកតែមួយក្តាប់ដៃបានហើយបងប្អូនរួចបងប្អូនច្បល់លាយគ្នាបងប្អូនច្បល់លាយគ្នាហើយបងប្អូនដាក់ទឹកផែកច្បល់ទៅដាក់តាមចានតាមអុយឲ្យមិនបងប្អូនគឺមិនអត់ហូបច្រើនទេបងប្អូនមិនហូបតែបន្តិចប៉ុន្តែធ្វើឲ្យធំធាត់លឿនបងប្អូនបាទវីដេអូខ្ញុំបាទមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាបងប្អូនចូលចិត្តនៅវីដេអូខ្ញុំបាទកុំភ្លេចចុច like share comment និងចុច subscribe ដើម្បីទទួលបាននៅវីដេអូថ្មីបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទអរគុណសម្រាប់គាំទ្ររបស់បងប្អូនបាទ